បាទជំរាបសួរនៅថ្ងៃនេះដែរខ្ញុំសូមបង្ហាញបងប្អូនពីរបៀបធ្វើ Flash Boot Windows 10 ឥឡូវយើងចាប់ផ្ដើមបើកកម្មវិធី Google Chrome មកបន្ទាប់មកយើងវាយពាក្យ Google មក google.com មកបន្ទាប់ពីយើងចូលដល់ Google ហើយយើងវាយ index.router មកហើយបន្ទាប់មកយើងឃើញផ្ទាំងលើគេហ្នឹងយើងចុចលើវាមកបន្ទាប់ពីចុចអាហ្នឹងហើយយើងវាចេញ router 4.6.ee នេះចុចលើវាមកវានឹង download ឲ្យយើងហើយឥឡូវយើងធ្វើការរងចាំសិនណាឲ្យវា download ឲ្យចប់សិនមក file របស់យើង download ឡូវវាបានពេញហើយយើងចាប់ដើមបើក file router like device នេះនឹង flash របស់យើង flash របស់ខ្ញុំមាន 32G boot selection នេះយើង select your disk or ISO image មកឥឡូវយើងធ្វើការបិទកម្មវិធីនឹងចោលសិនយើងចូលទៅ download Windows សិនយើងបើក Google Chrome វាយពាក្យ google.com យើងចូលវាយពាក្យ index of Windows 10តបមកយើងឃើញលើគេហ្នឹងយើងចុចលើវាមកហើយយើងចុច download Windows 10 មួយណាដែលយើងចង់បានមក file ISO របស់យើង copy វាដាក់នៅលើ desktop ដើម្បីឲ្យយើងស្រួលមើលឥឡូវយើងចូលទៅបើកកម្មវិធីនឹងមកវិញកម្មវិធី router ហ្នឹងអានេះយើងអាចចូល download កម្មវិធី Windows 10 ហ្នឹងយកមកនៅលើកម្មវិធីនឹងបានដែលយើងចុចយកពាក្យ download មកនេះវាចាប់ផ្ដើមធ្វើការ download ឲ្យយើងហើយឥឡូវវាចាប់ផ្ដើម load live version ហ្នឹងឲ្យយើង select យក Windows យើងចង់បាន Windows អីយើង select យកមកតែដោយសារខ្ញុំចង់បាន Windows 10 ខ្ញុំ select យក Windows 10ហើយចុច continue ហើយវា load ចេញ release យើងចុចយក continue មួយទៀតឥឡូវ edition នេះយើងចុចយក Windows 10 Home ហ្នឹងហើយចុចពាក្យ continue ទៀតមកហើយ language នេះខ្ញុំយក English International ចុច English International ហើយយើងចុច continue ទៀតមកហើយ texture នេះយើងចង់បាន 64 bit ឬក៏6 bit 86 bit ខ្ញុំដោយសារខ្ញុំចង់បាន 64 bit ខ្ញុំចុច select យក 64 bit ហើយធ្វើការ download វាមកហើយវា load ផ្ទាំងនេះឲ្យយើង save ណាខ្ញុំចង់ save desktop ខ្ញុំចុច desktop ហើយចុច save មកវាធ្វើការ download ឲ្យយើងហើយឥឡូវ Windows 10 យើងធ្វើការ download ពេញហើយ
ចាប់ផ្ដើមចូលទៅរក Windows 10 វិញដែលយើង download ហើយហ្នឹងខ្ញុំចុចយក select វាមក select ហើយ Windows 10 របស់យើងខ្ញុំដាក់លើ desktop ចឹងខ្ញុំចុចលើ desktop មកហើយឃើញ Windows 10 ដែលយើងបាន download យើង select លើវាមកហើយចុច open វាមកនៅពេលនេះខ្ញុំ select ហើយយើងចូលដូរនៅលេខ partition scheme យក MBR ហើយខ្ញុំចាប់ផ្ដើមចុច start វាចាប់ចុច start ហើយខ្ញុំចាប់ផ្ដើមចុច OK ហើយ OK ទៀតហើយ OK ទៀតឥឡូវនេះវាពុំចាប់ផ្ដើមធ្វើ boot Windows យើងឲ្យចាំឲ្យវាដើរពេញយើងនឹងបាន Windows 10 មួយដើម្បីយកទៅ install ឥឡូវយើងធ្វើការរងចាំវាសិន